ពីអាណត្តិត្រាំគម្រាមវាប្រហារប្រទេសចំនួន15ក្នុងនោះមាន7ប្រទេសត្រាំវាមែនទែនការវិលមកកាន់អំណាចជាមេដឹកនាំប្រទេសមហាអំណាចផុតលេខលើពិភពលោកនៅអាណត្តិទី2នេះលោកដូណាល់ត្រាំបានធ្វើព្យុះភ្លៀងខ្លាំងជាងអាណត្តិទី1ទៅទៀតដោយប្រធានាធិបតីអាមេរិកបានគម្រាមនឹងវាប្រហារប្រទេសជាច្រើនរួចមកហើយអូម៉ង់បានក្លាយជាប្រទេសចុងក្រោយដែលត្រូវលោកត្រាំគម្រាមបើកការវាប្រហារយោធាដោយប្រមានថាអាមេរិកនឹងវាកំទេចប្រទេសនេះបើហ៊ានលូកដៃគ្រប់គ្រងច្រកសមុទ្រ Hormuz យោងតាមរបាយការណ៍របស់ CNN ចេញកាលពីថ្ងៃប្រហ័សទី28ខែឧសភាឆ្នាំ2026បើបូករួមទាំងអូម៉ង់នេះទៀតលោកត្រាំបានគម្រាមវាប្រហារលើប្រទេសចំនួន15ហើយបើគិតសរុបទាំង2អាណត្តិនៃការកាន់តំណែងរបស់លោកក្នុងនាមប្រមុខរដ្ឋាភិបាលទីក្រុង Washington ប្រទេសទាំង15មានដូចជាកាណាដា កូឡុំប៊ី គុយបា ដាណឺម៉ាក មេស៊ីក កូរ៉េខាងជើង ប៉ាណាម៉ា អូម៉ង់ អ៊ីរ៉ង់ អ៊ីរ៉ាក់ នីហ្សេរីយ៉ា សូម៉ាលី ស៊ីរី វេណេស៊ុយឡា និងយេម៉ែនក្នុងចំណោមប្រទេសទាំង15នោះមាន7ប្រទេសដែលលោកត្រាំពិតជាហ៊ានវាប្រហារមែនដូចជាអ៊ីរ៉ង់ អ៊ីរ៉ាក់ នីហ្សេរីយ៉ា សូម៉ាលី ស៊ីរី វេណេស៊ុយឡា និងយេម៉ែននេះបានន័យថាលោកត្រាំបានគម្រាមវាប្រហារបំភ័យឬវាប្រហារមែនទែនលើប្រទេសប្រហែល1ក្នុងចំណោម13ប្រទេសនៅលើពិភពលោកហើយប្រទេសទាំងនោះមានប្រជាជនសរុបរួមគ្នាស្មើនឹង1ក្នុងចំណោម11នាក់នៃមនុស្សជាតិទោះបីជាយ៉ាងណាក៏ដោយអាណត្តិទី2របស់លោកត្រាំនឹងចប់នៅឆ្នាំ2029ឯណោះដូច្នេះហើយគេមិនដឹងថាតើលោកត្រាំនឹងគម្រាមប្រទេសណាខ្លះទៀតឬធ្វើអ្វីបន្ទាប់ទៀតប្រភព CNN